បញ្យលអត្ថន័យឃ្លាបារាំង il y a deux poids deux mesures ជាភាសាខ្មែរយើងប្រើឃ្លាបារាំងមួយនេះដើម្បីនិយាយថានៅក្នុងការកាត់ក្តីឬការវាយតម្លៃនរណាម្នាក់គឺមានភាពលំអៀងភាពអយុត្តិធម៌ឬភាពមិនស្មើភាពគ្នាជាពិសេសនៅក្នុងករណីថាមនុស្សពីរនាក់ធ្វើរឿងតែមួយប៉ុន្តែត្រូវគេវាយតម្លៃឬគេកាត់ក្តីបែបខុសគ្នាទៅវិញដោយអាស្រ័យទៅលើស្ថានភាពភេទឋានៈឬពូជសាសន៍ជាដើមឧទាហរណ៍ un homme riche obtient une peine légère tandis qu'un homme pauvre reçoit une condamnation sévère pour un délit similaire. Il y a des poids, des mesures dans le système judiciaire. មានន័យថាបរិសុទ្ធអ្នកមានទទួលនៅទោសស្រាលខណៈពេលដែលបរិសុទ្ធអ្នកក្រទទួលរងនៅការកាត់ក្តីបែបធ្ងន់ធ្ងរចំពោះអក្រិតកម្មឬបទអក្រិតស្តីងគ្នានៅក្នុងប្រព័ន្ធតុលាការនេះមានភាពលំអៀងឬភាពអយុត្តិធម៌ឧទាហរណ៍មួយទៀត quand un homme exprime son opinion avec force on le qualifie de déterminé mais quand une femme fait pareil on la juge agressive. Il y a des poids de mesure dans la perception du leadership. មានន័យថានៅពេលបរិសុទ្ធម្នាក់បញ្ចេញការយល់ឃើញរបស់គាត់ដោយកំរល់យើងចាត់ទុកគាត់ថាជាមនុស្សដែលមានភាពបញ្ញាចិត្តប៉ុន្តែនៅពេលមនុស្សស្រីធ្វើដូចគ្នាយើងបែរជាចាត់ទុកនាងថាជាមនុស្សកំរល់ឬមនុស្សដែលមានភាពប្រទូសរាយនៅក្នុងផ្នត់គំនិតឬការគិតនៃភាពជាអ្នកដឹកនាំមានភាពអយុត្តិធម៌មានការប្រកាន់ភេទឬក៏មានភាពមិនស្មើគ្នាឃ្លាភាសាប្រាំផ្សេងទៀតដែលយើងអាចប្រើដើម្បីមានន័យស្រដៀងគ្នាគឺ mesurer à des échelles និង avoir un double standard